when I was 14, my father brought me to the sanctuary with him. Tôi chặt lạc mông,ហើយនឹងថែសាវាសบายចិត្តពេទ្យគេក៏ដាក់សនាមឲ្យខ្ញុំថាហ្នឹងខ្ញុំជាម៉ែដោះខាងផ្នែកខ្លាមុំថែសាកូនខ្លាមុំហ្នឹងម៉ែដោះ I got inspired by him. I finished my veterinary degree in 2017. ខ្ញុំមានមោទនភាពចំពោះសោភាគាត់បានរៀនផ្នែកខាងពេទ្យសត្វដើម្បីជួយព្យាបាលសត្វខ្លាឃ្មុំនិងសត្វដទៃទៀតនៅក្នុងសួនសត្វក្នុងត្មៅហើយខ្ញុំជាឪពុកខ្ញុំសប្បាយចិត្ត